ក្រោយទទួលបានលទ្ធផលសាស្ត្រជាពីអដកអ្នកស្រីស៊ុយឃឹមចង់ឃើញអដកបន្តដំណើរទៅមុខជារៀងរហូតចាំជួយដល់ពលរដ្ឋដែលមានទុក្ខលំបាកនិយាយទៅយើងចង់ឲ្យអដកនឹងដំណើរការទៅបានជារៀងរហូតសម្រាប់ប្រជាពលរដ្ឋតំណាងដ៏ល្អសម្រាប់ដឹកនាំប្រជាពលរដ្ឋគ្រប់រូបដែលមានទុក្ខលំបាកជាពលរដ្ឋណាដែលមានទុក្ខលំបាកទៅកន្លែងអដកនឹងទៅអាចដំណោះដោះស្រាយហើយយ៉ាងធូរទ្រូងមានសប្បាយចិត្តយ៉ាងស្ម័គ្រចិត្តអត់មានអីពិបាកនឹងគ្នាទៅវិញទៅមកទេអញ្ចឹងទៅដល់កន្លែងហ្នឹងអត់មានការបង្ខិតបង្ខំអត់មានការគំរាមកំហែងអីទេដោយការយើងស្ម័គ្រចិត្តដោយខ្លួនយើងហើយយើងទទួលយកបានផលរបស់យើងក៏អាចទទួលយកបានយើងស្ម័គ្រចិត្តដោយខ្លួនឯងអញ្ចឹងណាអូនអរគុណគ្រប់យ៉ាងដែលកូនស្រីដោះស្រាយបងយ៉ាងរលូនថ្ងៃទី14ហ្នឹងនេះជាការលើកឡើងរបស់អ្នកស្រីស៊ុយឃឹមតំណាងរបស់ភាគីកនៅក្នុងសំណុំរឿងវិវាទពាក់ព័ន្ធនឹងមរតកអ្នកស្រីស៊ុយឃឹមបានបង្ហាញចំណាប់អារម្មណ៍បែបនេះបន្ទាប់ពីមើលឃើញថាយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមានប្រសិទ្ធភាពនិងបញ្ចប់វិវាទដោយភាគីសម្រេចបាននូវអ្វីដែលពួកគេចង់បានរៀងខ្លួនអ្នកស្រីស៊ុយឃឹមបានឲ្យដឹងថាវិវាទនេះគឺពាក់ព័ន្ធនឹងការបែងចែកដីមួយកន្លែងរវាងកូនប្រុសអ្នកស្រីនិងភាគីម្ខាងទៀតដែលជាកូនដើមរបស់ប្តីអ្នកស្រីយ៉ាងណាមិញក្រោយអដកទទួលបានពាក្យស្នើសុំរបស់ភាគីមន្ត្រីអដកបានចុះទៅដល់មូលដ្ឋានផ្ទាល់របស់ភាគីស្ថិតនៅឃុំទួលពេជ្រស្រុកអង្គស្នួរខេត្តកណ្ដាលសហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើការសម្រុះសម្រួលផ្សព្វផ្សាយបញ្ចប់វិវាទជូនគូភាគីក្នុងរយៈពេលត្រឹម1ថ្ងៃសូមជម្រាបជូនថាលទ្ធផលសាស្ត្រជាតិដែលកើតចេញពីការសម្រុះសម្រួលរបស់មន្ត្រីអដកនិងអាជ្ញាធរមូលដ្ឋានភាគីខបានសម្បទានដីមួយចំណែកឲ្យទៅភាគីកហើយភាគីកក៏ព្រមទទួលយកចំណែកនោះជាមួយគ្នានេះភាគីខអ្នកស្រីណាងស្រីលក្ខបានលើកឡើងផងដែរថាអ្នកស្រីពេញចិត្តការសម្រុះសម្រួលផ្សព្វផ្សាយវិវាទនៅអដកដែលមានភាពរហ័សចំណេញពេលវេលាជាងការដាល់ក្តីតាមផ្លូវតុលាការនិយាយទៅគាត់ដោះស្រាយគឺល្អតាអូនតាមគោលការណ៍ច្បាប់វាយើងធ្លាប់ហើយវាយើងសិនយើងឡើងតុលាការបើសិនជាយើងទៅដល់មិនថាសាលាឃុំមិនថាសាលាស្រុកអីវាប្រើពេលយូរអញ្ចឹងវាដាច់ស្រេចអញ្ចឹងណាបើសួរថាតុលាការហើយឡើងនឹងល្អជាងចេះថាតាមនេះល្អជាងបើតាមយើងធ្វើតាមតុលាការវាយូរវាឡើងចុះវាពិបាកបងថាដោះស្រាយតាមអដកហ្នឹងដោយសារលក្ខណៈបើមានអញ្ចឹងវាល្អដល់ប្រជាពលរដ្ឋច្រើនគ្នាមែនតើក៏អត់មានប្រកាន់ជើងខាងណាត្រូវតែកាន់ខាងនេះជាងខាងនោះជាងអីអត់ទេគាត់លក្ខណៈគាត់ថាឲ្យឈ្នះទាំងសងខាងអញ្ចឹងណាអូនក៏អត់មានរែកថាឲ្យភាគីកឈ្នះឲ្យភាគីខចាញ់អីអត់ទេសម្រាប់ដល់សន្តិវិធីអញ្ចឹងណា